តារាស្រីចៅវ័យមានវ័យ49ឆ្នាំដែលជាជនជាតិចិនដែលគេស្គាល់ថាជាតារាជួរមុខលំដាប់ប្រទេសចិនផងដែរនោះមានឈ្មោះជាស្ថិនីលំដាប់ប្រទេសចិនដែរឥឡូវនេះកំពុងតែត្រៀមវិច្ចលុយរត់ចេញពីប្រទេសហើយដោយប្រជាពលរដ្ឋយើងគឺស្គាល់គាត់នៅក្នុងរឿងតិចកម្មដែលជារឿងភាគចិននៅឆ្នាំ2018តារាស្រីចៅវ័យនិងស្វាមីត្រូវបានម្ចាស់ភាគហ៊ុនធំបានបែនចេញពីការលេងភាគហ៊ុនរយៈពេល5ឆ្នាំក៏ដូចជាខាងសិល្បៈបានបែននិងផ្អាកការលេងរឿងរយៈពេល4ឆ្នាំពេញផងដែរមុននឹងឈានទៅដល់ការប្តឹងរហូតទៅដល់ជាង400ករណីតារាស្រីចៅវ័យនិងស្វាមីក៏ត្រូវបានជាប់ពាក់ព័ន្ធនឹងករណីផ្សេងក៏ដូចជាពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ផងហើយនៅប្រហែលថ្ងៃនេះក៏មានការផ្សព្វផ្សាយចេញពីខាងក្រសួងព្រហ្មទណ្ឌរបស់ប្រទេសចិនគឺមានការរឹបអូសយកបញ្ជីធនាគារក៏ដូចជាបញ្ជីបណ្ដាក់ទុនផ្សេងទាំងអស់របស់តារាស្រីចៅវ័យផងដែរបើយោងតាមសេចក្តីថ្លែងការណ៍របស់សាលាព្រហ្មទណ្ឌនៅខាងប្រទេសចិនមុននឹងឈានទៅដល់ការប្តឹងផ្តល់នៅរឿងរ៉ាវជាង400ករណីក៏ដូចជាពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់តារាស្រីចៅវ័យក៏ត្រូវបានលាតត្រដាងនៅរឿងពាក់ព័ន្ធនឹងការជំពាក់បំណុលគេចិត្ត70000លានដុល្លារផងដែរនៅពេលដែលមានរឿងរ៉ាវទាំងអស់កើតឡើងក៏ដូចជាការផ្សព្វផ្សាយនៅតាមប៉ុស្តិ៍នានាក៏ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្ដាញសង្គមមួយចំនួនមានការងឿងឆ្ងល់ជាខ្លាំងថាបើសិនជាខាងព្រហ្មទណ្ឌគេរឹបអូសទ្រព្យសម្បត្តិរបស់តារាស្រីចៅវ័យអស់ហើយហេតុអីក៏តារាស្រីចៅវ័យមានលុយបំរុងនឹងរត់ចេញក្រៅប្រទេសបានទៀតពាក់ព័ន្ធនឹងការចោទប្រកាន់ក៏ដូចជាព័ត៌មានផ្សេងធ្វើឲ្យក្រុមគ្រួសារក៏ដូចជាបងប្រុសបង្កើតរបស់តារាស្រីចៅវ័យចេញមកបដិសេធនិងច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ថាតារាស្រីចៅវ័យនឹងពាក់ព័ន្ធនឹងការឆក់បោកផងលាងលុយផងគឺថាព័ត៌មានទាំងអស់ហ្នឹងអត់ពិតទេជាព័ត៌មាន fake ទាំងអស់ចំពោះព័ត៌មានខាងលើទាំងអស់គឺជាព័ត៌មានដែលខ្ញុំបានសង្ខេបខ្លីៗដែលចេញពីព័ត៌មាននៅខាងប្រទេសចិន